ជម្រាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបានម្ដងទៀតហើយសម្រាប់រាត្រីនេះផងដែរគឺខ្ញុំមានរឿងមួយដែលពិសេសហើយអាចថាវាជារឿងដែលព្រឺព្រួចបំផុតដែលខ្ញុំទើបតែទទួលបានពីប្រិយមិត្តដំបូងរបស់ខ្ញុំម្នាក់ខ្ញុំសូមមិនបញ្ចេញឈ្មោះនោះទេគាត់បានផ្ញើសារមកខ្ញុំហើយនិយាយថាបងប្រភេទរឿងដែលខ្ញុំនឹងនិយាយប្រាប់បងនេះវាជារឿងដែលខ្ញុំមិនហ៊ានប្រាប់អ្នកណាពីមុនមកនោះទេរឿងនេះវាមិនមែនជាប្រភេទរឿងព្រេងនិទានបុរាណហើយក៏មិនមែនជារឿងដែលកុហកបោកប្រាស់ដែរតែវាជាហេតុការណ៍ពិតដែលបានកើតឡើងទៅលើយុវជនមួយក្រុមដែលចូលចិត្តដើរព្រៃបងប្អូនដែលចូលចិត្តដើរព្រៃឬបោះតង់ប្រហែលជាអាចយល់អារម្មណ៍មួយនេះច្បាស់ដើម្បីកុំឲ្យខាតពេលវេលាយូរយើងទៅស្ដាប់រឿងរ៉ាវរន្ធត់មួយនេះទាំងអស់គ្នាការនៅក្នុងអំឡុងឆ្នាំ2022មានមិត្តភ័ក្តិ3នាក់ម្នាក់ឈ្មោះសុកម្នាក់ទៀតឈ្មោះវិបុលនិងម្នាក់ទៀតឈ្មោះតារាហើយពួកគេទាំង3នាក់ហ្នឹងគឺជាអ្នកដែលចូលចិត្តដើរព្រៃខ្លាំងមែនទែនឲ្យតែពេលទំនេរមិនទាន់នោះទេដឹងតែរៀបចំកាតាបដាក់ឡានដាក់ម៉ូតូចេញទៅតំបន់ព្រៃភ្នំឬទឹកធ្លាក់ដែលមិនសូវមានគេស្គាល់ហើយនិយាយរួម3នាក់គាត់ហ្នឹងជាអ្នកដែលចូលចិត្តរុករកនៅកន្លែងថ្មីកន្លែងដែលស្ងប់ស្ងាត់ដើម្បីកំដរអារម្មណ៍អីចឹងទៅដោយសារតែពួកគេគិតថាកន្លែងដែលគេទៅច្រើនវាអត់មានអីប្លែកទេពួកគេចូលចិត្តអ្វីដែលស្ងប់ស្ងាត់និងផ្សងព្រេងហើយសម្រាប់ជើងនេះផងដែរគោលដៅរបស់ពួកគេគឺទៅតំបន់ជួរភ្នំក្រវ៉ាញខ្ញុំមិនសូមបញ្ចេញទីតាំងច្បាស់លាស់នោះទេដោយសារតែដើម្បីសុវត្ថិភាពផ្លូវចិត្តរបស់បងប្អូនដែលចង់ទៅលេងតំបន់នោះពួកគេបានត្រៀមខ្លួនរួចរាល់តាំងពីព្រឹកដោយមានតង់មានអាហារមានពិលនិងឧបករណ៍ប្រើប្រាស់ចំការពារខ្លួនមួយចំនួនអីចឹងទៅដូចតែបងយើងគាត់ដល់ព្រៃគាត់ដឹងស្រាប់ហើយវៃហាក់ដូចជាដំណើរការទៅយ៉ាងរលូនពួកគេបានចតឡាននៅភូមិអ្នកស្រុកហើយជួលពូម្នាក់គេហៅថាឈ្មោះពូសឿនគាត់ជួយនាំផ្លូវទៅកាន់ព្រៃជ្រៅប្រហែលជា5គីឡូដើម្បីទៅដល់ចំណុចទឹកធ្លាក់មួយកន្លែងដែលស្អាតខ្លាំងមែនទែនតាមអ្វីដែលបងគាត់បានរៀបរាប់មកប្រាប់អញ្ចឹងណាហើយមិនទាន់មានអ្នកទេសចរណាទៅដល់នោះទេពេលកំពុងដើរចូលទៅក្នុងព្រៃនឹងពូសឿនគាត់ចេះតែងាកមើលឆ្វេងមើលស្ដាំហាក់ដូចជាមិនស្រួលចិត្តសោះតែម្ដងគាត់បានបញ្ជាក់ម្ដងហើយម្ដងទៀតប្រាប់ទៅក្មេងៗក៏ដូចជាក្មួយទាំង3នាក់នឹងថាបើទៅដល់កន្លែងនឹងហើយហាមមាត់ហាមកប្រេះផ្ដាស់និយាយអ្វីនិយាយតែពាក្យល្អបានហើយកុំជុះប្រេះផ្ដាស់កុំនិយាយលេងសើចលោះឡាដោយសារព្រៃនេះម្ចាស់គេកាន់តឹងតែងណាស់សក់ហើយនឹងវិបុលគេគ្រាន់តែស្ដាប់ហើយងក់ក្បាលព្រោះពួកគាត់ជាអ្នកដែលចូលចិត្តដើរព្រៃញឹកដែរគេស្គាល់អំពីទំនៀមទម្លាប់ច្បាស់ហើយអញ្ចឹងទៅដោយឡែកតារាគឺជាមនុស្សដែលរៀងលយរៀងលក្ខណៈទីក្រុងបន្តិចចឹងទៅគាត់អត់សូវជឿទៅលើរឿងអរូបីមែនទេនិយាយរួមអ្នកទាំងអស់គ្នាដឹងហើយម៉ាធីមដឹងតែមានម្នាក់ដែលគាត់រៀងខុសគេអីចឹងទៅគាត់និយាយខ្សឹបដាក់វិបុលថាអូយពួកឯងចេះតែនិយាយ20ហើយព្រៃណាក៏មានម្ចាស់ដែរសំខាន់យើងទៅកុំទៅកាប់បំផ្លាញទៅបានហើយលុះទៅដល់កន្លែងទឹកធ្លាក់ទេសភាពគឺស្អាតមែនតើបងប្អូនទឹកធ្លាក់ចុះមកប៉ះផ្ទាំងថ្មសំឡេងខ្ទរដូចតន្ត្រីធម្មជាតិអមដោយដើមឈើធំដែលដុះបាំងពន្លឺថ្ងៃវាធ្វើឲ្យកន្លែងនោះត្រជាក់ស្រេបតែម្ដងពូសឿនគាត់ជួយរៀបចំកន្លែងបោះតង់ឲ្យហើយគាត់ក៏បញ្ញាត្រឡប់មកផ្ទះវិញតែគាត់អត់ហ៊ាននៅកន្លែងនោះដល់យប់ជ្រៅទេមុនគាត់ត្រឡប់មកផ្ទះគាត់វិញហ្នឹងគាត់បានផ្ដាំមួយម៉ាត់ទៀតគាត់ថាត្រូវចាំបើឮសលេងអីប្លែកអត់ឲ្យឆ្លើយទេកុំឆ្លើយហើយកុំដើរទៅរកនៅឲ្យស្ងៀមនៅក្នុងតង់ទៅម៉ោងប្រហែលជា6ល្ងាចព្រះអាទិត្យចាប់ផ្ដើមលិចបាត់អស់ហើយអ្នកទាំងអស់គ្នានៅក្នុងព្រៃជ្រៅបែបហ្នឹងវាងងឹតខ្លាំងមែនតើគ្រាន់តែពន្លឺថ្ងៃអស់ភ្លាមភាពងងឹតក៏ចូលមកគ្របដណ្ដប់ផ្លេតហាក់ដូចជាមាននរណាម្នាក់យកក្រណាត់ខ្មៅមកគ្របពីលើអញ្ចឹងពួកគេបានប្រកាត់ភ្លើងដើម្បីដាំទឹកនិងអាំងសាច់ដែលត្រៀមមកពីផ្ទះមកអញ្ចឹងទៅបរិយាកាសនាពេលនោះគឺស្ងាត់តែម្ដងស្ងាត់យកតែមែនតើធម្មតាព្រៃយប់ឡើងវាតែងតែមានលឺប្រភេទសត្វចង្រិតសត្វរៃសត្វអីយំចឹងទៅប៉ុន្តែនៅទីកន្លែងដែល3អ្នកគាត់ទៅតាំងនៅហ្នឹងគឺស្ងាត់ចឹងដូចជាគ្មានអ្វីសោះតែម្ដងមានតែសលេងអូសផ្ទុះប្រេះដែលនៅក្នុងភ្លើងកំពុងដុតចឹងទៅតារាគាត់និយាយដើម្បីបំបត្តិភាពស្ងប់ស្ងាត់ចឹងណាវើយស្ងាត់ម្លេះវើយដាក់ជំរាបមួយបត់មើលឲ្យវារៀងអ៊ូអបន្តិចពេលហ្នឹងសក់ដែលជាអ្នកដឹកនាំក្រុមហ្នឹងគាត់ថាកុំអីល្អជាងតារានៅកន្លែងប្លែកស្ងាត់អញ្ចឹងល្អហើយដើម្បីកុំឲ្យរំខានព្រៃពេលដែលកំពុងនិយាយគ្នាសក់ហ្នឹងខ្យល់ក៏ចាប់ដើមបក់តែម្ដងវាមិនមែនជាខ្យល់ធម្មតាទូទៅនោះទេវាជាខ្យល់ត្រជាក់ដែលធ្វើឲ្យយើងស្រាវចឹងខ្នងតែម្ដងដែលបក់មកប៉ះកញ្ចឹងកធ្វើឲ្យសរសៃរោមរបស់ពួកគាត់ទាំង3នាក់ហ្នឹងក្រោកបញ្ឈរព្រមគ្នាហ្មងហើយអ្វីដែលចម្លែកជាងគេនោះគឺមានក្លិនវាដូចជាក្លិនផ្កាម្លិះដែលក្រអូបឈ្ងុយតែវាលាយឡំជាមួយនឹងក្លិនឆ្អាបតិចដូចជាក្លិនឈាមដែលឈាមចាស់ចឹងទៅ
ក្លិននោះរសាត់តាមខ្យល់រួចក៏បាត់ទៅវិញវិបុលគាត់ងាកមើលមុខសុកហើយសុកក៏មើលមុខវិបុលទៅវិញពួកគេដឹងថាប្រកាសជាមានអ្វីមិនប្រក្រតីហើយក៏ប៉ុន្តែដោយសារតែគាត់ជាអ្នកដែលប្រែងញញអញ្ចឹងគាត់អត់ហ៊ាននិយាយអីទេដោយសារគាត់ខ្លាចតារាភ័យពួកគាត់ខំធ្វើមុខធម្មតាខំញ៉ាំខំនិយាយគ្នាលេងជាធម្មតាអីចឹងទៅក៏ប៉ុន្តែប្រហែលជាម៉ោង9យប់ហ្នឹងពួកគេក៏សម្រេចចូលចិត្តដេកតង់របស់ពួកគេមាន2សុកហើយនឹងវិបុលដេកតង់ធំមួយចំណែកតារាគាត់ចង់ដេកតង់ដាច់ដល់ឡែកតែឯងដោយសារនៅក្បែរនោះទេប្រហែលឆ្ងាយពីគ្នា2ម៉ែត្រអីទេអ្នកនរគ្នាសុកនឹងវិបុលទើបតែនឹងដាក់ខ្នងដេកបានប្រហែលជា15នាទីស្រាប់តែឮសំឡេងដូចជាមានគេដើរមកជន់ស្លឹកឈើស្ងួតនៅជុំវិញតង់ហ្នឹងសុកបាក់ភ្នែកធំនៅក្នុងភាពងងឹតគាត់ស្ទាបដៃទៅប៉ះវិបុលឲ្យដឹងខ្លួនវិបុលក៏ភ្ញាក់ឡើងមកហើយក៏ស្ដាប់សំឡេងនោះដើរមួយធ្ងន់លក្ខណៈឮដូចយើងសំឡេងមនុស្សដើរជន់ស្លឹកឈើអញ្ចឹងណាអ្នកនរគ្នាសំឡេងក្រឹបអីអញ្ចឹងទៅវាមិនមែនជាសំឡេងសត្វជើង4ទេសំឡេងនេះវាប្រៀបដូចជាមនុស្សដើរវាដើរជុំវិញតង់របស់ពួកគេមកជុំហើយមកជុំទៀតហើយវាក៏ឈប់នៅត្រង់ក្បាលតនេករបស់សុកដកដង្ហើមសឹងមិនតាន់គ្នាដោយសារគាត់ដឹងថានឹងមានរឿងអ្វីកើតឡើងគាត់ដឹងថាមានអ្វីមួយកំពុងឈរនៅខាងក្រៅព្រាមនោះក៏មានស្រមោលខ្មៅមួយទៀតបាំងពន្លឺព្រះច័ន្ទមកលើតង់របស់ពួកគេស្រមោលនោះវាប្រៀបដូចជាមនុស្សចឹងតែមានសក់វែងអន្លាយហើយដៃរបស់វាវែងខុសពីធម្មតាឯនោះវាលូកមកខ្វោកលេងកញ្ចក់ដៃឆ្កូតទៅលើតង់ខាងក្រៅយឺតអូសពីលើចុះខោសុកយកដៃខ្ទប់មាត់ខ្លួនឯងខ្លាចលាន់សលេងចេញក្រៅវិបុលវិញញ័រខ្លួនដូចកូនសត្វអញ្ចឹងពេលហ្នឹងមួយសន្ទុះក្រោយមកសំឡេងនោះក៏ដើរចេញទៅដល់សំដៅទៅរកតង់របស់តារាចិត្តរបស់សុកពេលនោះក្តៅដូចភ្លើងអញ្ចឹងដោយសារគាត់បារម្ភពីតារាដោយសារតារាជាប្រភេទជើងថ្មីដើរក្នុងព្រៃដែលគាត់ខ្លាចតារាធ្វើអីខុសទៅមានរឿងកាន់តែធ្ងន់ធ្ងរគាត់បារម្ភពីតារាខ្លាំងពេកតែជើងរបស់គាត់រឹងគាត់កំរើកមិនរួចនោះទេគាត់ចង់ដើរទៅជួយតែដើរទៅកើតពេលនោះគាត់គ្រាន់តែបន់ស្រន់ក្នុងចិត្តសុំកុំឲ្យមានអ្វីកើតឡើងអីធ្ងន់ធ្ងរទៅប្រហែលជា5នាទីក្រោយមកសំឡេងក៏ស្ងាត់ទៅវិញមិនមានសំឡេងអ្វីទាំងអស់ស្ងាត់មកជាធម្មតាវិញសុកគិតថាវាប្រហែលជាទៅបាត់ហើយតែភ្លាមនោះបងសុកមានសំឡេងតារាហៅពីខាងក្រៅមកវិញសំឡេងនោះលឺតិចដូចជាអស់កម្លាំងខ្លាំងមែនតើបងសុកជួយខ្ញុំផងខ្ញុំរងាណាស់បើកតង់ឲ្យខ្ញុំចូលផងមិនអញ្ចឹងសុកស្ទើរតែលូកដៃទៅបើកតង់ទៅហើយព្រោះគិតថាតារាមានបញ្ហាប៉ុន្តែវិបុលចាប់ដៃសុកជាប់វិបុលក្រវីក្បាលភ្នែកសម្លឹងមើលទៅសុកយ៉ាងតឹងរឹងហាក់ដូចជាចង់ប្រាប់ថាកុំបើកអីដោយសារពូសឿនគាត់ប្រាប់ឲ្យថាបើលឺសំឡេងអីក៏ដោយអត់ឲ្យបើកតង់ចេញក្រៅទេវិបុលគាត់សឹបដាក់ត្រចៀកសុកថាអញស្ដាប់ឲ្យច្បាស់សំឡេងតារាមិនមែនសំឡេងអញ្ចឹងទេសំឡេងនេះវាអត់មានដង្ហើមទេសុកក៏ផ្ទៀងស្ដាប់ម្ដងទៀតបងសុកបើកឲ្យខ្ញុំផងហើយសំឡេងយំចង់បញ្ចប់នៃប្រយោគមានសំឡេងស្រោចតិចដែលលាយឡំនៅក្នុងបំពង់កវាជាសំណោចដែលត្រជាក់ហើយគួរឲ្យស្អប់ខ្ពើមបំផុតពួកគាត់ទាំងពីរនាក់អបគ្នាក្នុងតង់មិនហ៊ានដកដង្ហើមខ្លាំងនោះទេពួកគេនៅបែបនេះរហូតទល់ភ្លឺតែម្ដងគ្មាននរណាម្នាក់ហ៊ានដេកទេព្រឹកឡើងពេលពលឺថ្ងៃចូលមកដល់សុកនិងវិបុលប្រញាប់បើកតង់ចេញទៅក្រៅពួកគេរត់ទៅមើលតង់របស់តារាភ្លាមតង់របស់តារាបើកចំហនៅខាងក្នុងអត់មានមនុស្សទេមានតែស្បែកជើងនិងទូរស័ព្ទរបស់តារាដែលកំពុងទុកចោលតារាសុកគាត់ស្រែកហៅរកតារាសំឡេងរបស់គាត់ខ្ទរពេញព្រៃក៏ប៉ុន្តែអត់មានការឆ្លើយតបទេមានតែសំឡេងសត្វព្រៃយំឆ្លើយឆ្លងគ្នាទៅវិញទៅមកអីចឹងទៅពួកគាត់ភ័យស្លន់ស្លោខ្លាំងមែនតើពួកគាត់ដើររជុំវិញកន្លែងបោះតង់ប្រទះឃើញស្នាមជើងរបស់តារាដើរចេញពីតង់សំដៅចូលទៅក្នុងព្រៃជ្រៅតែអ្វីដែលចម្លែកគឺនៅក្បែរស្នាមជើងរបស់តារាមានស្នាមជើងមួយទៀតស្នាមជើងនោះធំជាងមនុស្សយើងធម្មតាដល់ទៅ2ដងហើយមានស្នាមមេជើងដាច់ពីគ្នាសុកមកដល់កន្លែងហ្នឹងសុកនិងវិបុលក៏សម្រេចចិត្តប្រមូលអីវ៉ាន់រត់ចេញពីព្រៃដើម្បីទៅហៅពូសឿននិងអ្នកភូមិឲ្យមកជួយពួកគេរត់ទៅជួយផងដើរផងទាំងអារម្មណ៍តក់ស្លុតនិងភ័យខ្លាចជាខ្លាំងពេលមកដល់ភូមិអ្នកស្រុកបាននាំគ្នាផ្អើលឆោឡោពូសឿនគាត់ភ័យឡើងស្លេកមុខពេលឮថាបាត់តារាគាត់និយាយថាកន្លែងហ្នឹងពីមុនមានខ្មោចព្រាយបិសាចកាច់សាហាវណាស់ធ្លាប់មានអ្នកទៅរកវត្តបាត់ខ្លួនមិនឃើញសាកសពដែរអ្នកភូមិប្រហែលជា10នាក់រួមទាំងប៉ូលីសមូលដ្ឋានបាននាំគ្នាទៅរុករកពួកគេរុករកមួយថ្ងៃពេញរហូតដល់ពេលល្ងាចទៅប្រទះឃើញតារាគាត់អង្គុយនៅក្រោមដើមឈើធំមួយចម្ងាយប្រហែលជា3គីឡូម៉ែត្រពីកន្លែងបោះតង់គាត់អង្គុយអបជង្គង់ញ័រខ្លួនទៅត្រើតហ្មងសម្លៀកបំពាក់គាត់រហែកហើយមានស្នាមឆ្កូតពេញខ្លួនអ្វីដែលគួរឲ្យខ្លាចនោះគឺមាត់របស់គាត់ពោពេញទៅដោយដីពេលគេសួរគាត់អត់និយាយអីទាំងអស់គាត់គ្រាន់តែសម្លឹងមើលទៅមុខដោយភ្នែកលេលើ
ក្រោយមកគេក៏បញ្ជូនគាត់ទៅមន្ទីរពេទ្យដើម្បីធ្វើពិធីស្រោចទឹកលើកទស្សីរួចរាល់ទើបតារាហ៊ាននិយាយប្រាប់តារាគាត់និយាយថាយប់នោះគាត់កំពុងដេកស្រាប់តែគាត់ឮសំឡេងសក់ហៅគាត់ក្រោកពីតង់តារាចេញមកនេះបងមើលអីនេះល្អមើលណាស់តារាស្មានថាបងមានអីប្លែកក៏បើកតង់ចេញទៅមើលគាត់ចេញទៅគាត់ឃើញមនុស្សម្នាក់ឈរនៅក្បែរដើមឈើរៀងងឹតជាងដូចបងសក់ចឹងតារាក៏ដើរទៅរកតែរកពេលដែលគាត់ដើរទៅជិតស្រមោលនោះក៏កាន់តែដើរថយក្រោយទៅចូលក្នុងព្រៃកាន់តែជ្រៅទៅតារាព្យាយាមហៅបងសុកជប់សិនអីចឹងណាតែស្រមោលនោះចេះតែដើរហើយក្រវីដៃហៅគាត់រហូតទៅដល់កន្លែងមួយស្រមោលនោះក៏ឈប់តារាគាត់ដើរចូលទៅជិតពេលនោះស្រមោលនោះក៏ងាកមកតែវាមិនមែនជាមុខរបស់បងសុកទេវាជាមុខរបស់សស្គូគ្មានភ្នែកគ្មានច្រមុះមានតែកន្លែងមាត់ដែលហែកញញឹមដល់ពុំជាចឹងទៅហើយវាសួរតារាថាឃ្លានអត់ឆ្ងាញ់ណាស់ណានោះពេលនោះហើយដែលតារាមិនដឹងថាខ្លួនមានអ្វីម្យ៉ាងកំពុងចាប់ញាត់ដៃចូលក្នុងមាត់របស់គាត់ស្រែកយ៉ាងខ្លាំងតែស្រែកអត់រួចទេគាត់កម្រើកមិនរួចដូចគេខ្ទប់ដូចគេសកត់ចឹងគាត់ស្លាប់ឆឹងនៅកន្លែងនោះរហូតដល់អ្នកភូមិទៅរកគាត់ឃើញហ្នឹងហើយរឿងនេះគួរតែចប់ត្រឹមហ្នឹងមែនអត់ពួកគេបានរួចខ្លួនហើយក៏ត្រឡប់មកផ្ទះវិញតែរឿងដែលសំខាន់នៃរឿងវានៅត្រង់ចំណុចចុងក្រោយនេះបងប្អូននៅពេលដែលពួកគេត្រឡប់មកដល់ភ្នំពេញវិញស្តុកបានយកទូរស័ព្ទមកឆែកមើលរូបថតដែលពួកគេបានថតលេងពួកគេបានថតរូបជុំគ្នា3នាក់នៅមុខតង់មុនពេលដែលព្រះអាទិត្យលិចក្នុងរូបថតនោះពួកគេមាន3នាក់ឈរញញឹមដាក់កាមេរ៉ាប៉ុន្តែនៅចន្លោះស្មារបស់វិបុលនិងតារាមានដៃមួយដៃនោះពណ៌ស្វាយរាងក្រាស់ស្បែកក្រាស់វែងហើយមានម្រាមដៃរបស់វាកំពុងតែដាក់លើស្មារបស់តារាថ្នមនៅពេលដែលសក់ធ្វើការពង្រីកស៊ូមទៅមើលក្រោយខ្នងរបស់ពួកគេនៅក្នុងភាពងងឹតនៃព្រៃនោះគាត់ស្រាប់តែឃើញភ្នែកមួយគូពណ៌ក្រហមកំពុងសម្លឹងមកកាមេរ៉ាដែរសក់បានលុបរូបថតនោះភ្លាមចោលតែម្ដងហើយបិទទូរស័ព្ទគាត់មិនដាស់ហ៊ាននិយាយរឿងរូបថតនេះទៅប្រាប់តារាទេរហូតដល់សប្តាហ៍ថ្ងៃព្រោះគាត់ខ្លាចថាប្រសិនជាតារាដឹងថាអ្វីមួយដែលតាមគាត់មិនមែនគ្រាន់តែនៅក្នុងព្រៃនោះតារាប្រហែលជាអាចនឹងឈួតបានដោយសារគាត់ខ្លាចចឹងតែរហូតមកដល់ថ្ងៃនេះសក់បានប្រាប់ថាចុងការនៅពេលយប់ស្ងាត់គាត់នៅតែឮសំឡេងឆ្កូតសំឡេងកញ្ចក់ដៃទៅឆ្កូតទៅលើអញ្ចាំងប្អួចរបស់គាត់ម្ដងម្កាលដែរនេះហើយជាបទពិសោធន៍ដ៏រន្ធត់ដែលប្រិយមិត្តយើងបានជួបតើបងប្អូនយល់យ៉ាងណាដែរតើវាជាវិញ្ញាណម្ចាស់ទឹកដីឬក៏ជាពពួកអមនុស្សដែលក្លៀនអាហារសម្រាប់ខ្ញុំរឿងខ្លះទោះបីជាយើងជឿឬមិនជឿក៏មិនគួរប្រមាថដែរជាពិសេសនៅពេលដែលយើងចូលព្រៃភ្នំកន្លែងដែលយើងស្ងាត់ឬក៏យកកន្លែងដែលយើងអត់ធ្លាប់ទៅពីមុនមកចឹងទៅសូមអរគុណបងប្អូនដែលបានស្ដាប់តាំងពីដើមដល់ចប់បើពេញចិត្តរឿងនេះសូមកុំភ្លេចចុច like ហើយនិង subscribe ដើម្បីទទួលបានរឿងរ៉ាវព្រឺព្រួចថ្មីបន្ថែមទៀតសូមជូនពរបងប្អូនគេងលក់សុបិនល្អហើយកុំភ្លេចមើលក្រោមគ្រែមុនផងមុននឹងបិទភ្នែកសូមជម្រាបលា